lớn đi tây cả la bạn nhưng muốn đấy cái đường tây cả la mấy hai tây cả la ផ្នែកខាងក្នុងផ្ទៃកន្លាគឺជាផ្នែកឆកនេះខាងក្នុង tây càng khẽ rồi nó tây càng đông nó ចាផ្ទៃដឹងតែផ្ទៃហូខ្ញុំដឹងតែអាហ្នឹងមិនទេខ្ញុំចេះនិយាយ lấy chưa tây nhà bị sạch ở bên tầng ó nữa lấy chưa gọi sạch bên chưa tây khẽ nó hói tây khẽ đấy hói tây càng không đông đi tây bạch hồ của bạn này nè chứ ngồi tây càng khẽ cụ mà thế đẹp tây sạch khẽ rồi tây đây cho hàng không đông đấy bạch hồ cụ rồi ok đưa cho ngồi đấy ហអីខ្លះខុស វាសំខាន់វាមិនពិបាករកទេផ្ទៃខាងក្នុងហ្នឹងអញ្ចឹងឥឡូវចេះគួរឲ្យយើងរកផ្ទៃខាងក្រៅទៅបានហើយនេះសាច់ផ្ទៃខាងក្រៅណាកន្លែងប្លុកក្នុងនេះយើងបាញ់រកទេផ្ទៃប្លុកក្នុងនេះតំណាយើងដើម្បីបានដល់ជាពីសដៃក្នុងហ្នឹងណាយើងបាញ់រកទេហេតែសាច់ក្នុងយើងបាញ់រកដល់ផ្ទៃខាងក្រៅបានអានេះគូបមែនស្អីគេបលែពីបាត់កែងមែន លេពីប៉ែតកែងចុះកដាល មើលស្មានចាក់តកោនមែន លេប៉ែតកែងចុះខូចឹងអានេះរូបមន្តវាមិនអើយឲ្យភ្លេចរូបមន្ត ធម្មតាពេលលើផ្ទៃក្រោមរៀងជាចាក់តកោនកែងដែរតែអាហ្នឹងយក ផ្ទៃលើផ្ទៃក្រោមយើងជាចាក់តកោនកែងមិនចឹង ចា ផ្ទៃខាងនេះក៏ជាចតុកោណកែងតែប៉ុន្តែយើងដកផ្ទៃ2x3ចេញអញ្ចឹងហ៎ចា នេះផ្ទៃ2x3ដកចេញនេះយើងយកអីកតា x បូក1ដក2x3ដក6ចេញទៅហ្នឹងគឺផ្ទៃខាងរបស់វាយើងកុំភ្លេចផ្ទៃខាងវាមាន2ណាអញ្ចឹងអាឡាផ្ទៃរបស់យើងមិនខ្លាផ្ទៃរបស់យើងនេះយើងយក2ដងផ្ទៃបានផ្ទៃលើវាបូក x បូក1តែ x បូក2អញ្ចឹងហ៎ចាណាបូកជាមួយនឹង2ដងដែរផ្ទៃខាងវា x បូក1តា x មិនចឹងណាចាប៉ុន្តែអាហ្នឹងគឺយើងត្រូវដកបានចេញដក1ចេញនេះកន្លែងមហោងហ្នឹងណាមិនអូ2x3ហ៎ចឹងទៅជា x ការ៉េ2កតា x ការ៉េបូក 3x បូក2បូក2កតា x ការ៉េបូក x ដក6ចឹងយើងគុណទៅចេញ 2x ការ៉េបូក10បូក 3x ចឹងបូក 6x បូក4បូក 2x ការ៉េបូក 2x ដក12មិនចឹងតានតៃចាទៅបានហើយចឹងណាហ៎ចប់ខ្ញុំអត់សូវយល់ យល់ហើយណាមួយមើលអត់ចូលកន្លែងដក6ហ្នឹងឧទាហរណ៍ថាចាបើយើងគិតតែក្នុងដៃយើងត្រូវបោកក៏ដក មកយើងគិតតែផ្ទៃក្នុងហ្នឹងទេទៅដឹងគ្រូដកតាប្រហោងដែលយើងនេះណានេះ ចាចង់បើយើងគិតប្រហោងនឹងដែរយើងបោកក៏យើងដក យើងមិនគិតណាបើយើងមានតែការសាច់វាមានផ្ទៃកន្លែងហ្នឹងកន្លែងនេះ អត់ទេចុះបើយើងគិតអាហ្នឹង គិតមិនបានប្រហោងនោះ អូ បើយើងគិតយើងមានគិតសាច់នៅខាងក្នុងនេះយើងគិតអានេះសាច់ដែលយើងយកមកបិទនេះឆ្នោតទៅក្នុងហើយឆ្នោតក្រោមនេះអាកែនសងខាងយើងយកទៅយកដៃមកពីវាអញ្ចឹងណាហ្នឹងយើងគិតខាងក្នុងហ្នឹងយើងគិតយល់ទេហើយមហោងបានមានផ្ទៃមកពីណាដកចេញអមៀតទៅឃើញទេមកអមៀតប្លែកប៉ែតកែងវិញស្មោះអីមក អូខ្ញុំភ្លេចរូបមន្តបលែងបាត់កាយនឹងបាត់ហើយ យកផ្ទៃកន្លាចតកោនកែងក្រោមវាមកគុណមួយកម្ពស់វា x ចឹងមកតាមផ្ទៃវាណាផ្ទៃបាតគុណកម្ពស់ផ្ទៃមៀតតោះហើយរួចទៅបានយើងដកចេញនៅបាទគុណមួយហ្នឹង2គុណ3ផ្ទៃឡោះហ្នឹងមិនចឹងហីហើយគុណមួយបដោយវាមក x បូក2ចឹងអត់ទេអានេះមៀតទាំងមូលដកមៀតប្រហោងចេញឃើញមៀតប្រហោងហ្នឹងលេខ8កែងណែបដោយ x បូក2អូខេចាលោកគ្រូមកពលាតមកចេញមិនអីគ្រូមក x គីបូក x ការ៉េដក 4x ដក12អូខេការរៀនគណិតវិទ្យានិងរូបវិទ្យាទាមទារមានការវឹកហាត់ដើម្បីពង្រឹងសមត្ថភាពទាំងការវិភាគការអនុវត្តនិងការបញ្យល់ដូច្នេះសាលារៀនតែមួយមុខមិនគ្រប់គ្រាន់សម្រាប់សិស្សនោះទេ
គឺយើងត្រូវមានសាលាបង្វឹកផងដែរជាពិសេសទៅលើផ្នែកគណិតវិទ្យានិងរូបវិទ្យាមជ្ឈមណ្ឌលបង្វឹក Feynman Academics បានរៀបចំនៅប្រព័ន្ធសិក្សាបែបបង្វឹកសិស្សឲ្យមានភាពស្ទាត់ជំនាញទៅលើមុខវិជ្ជាគណិតវិទ្យានិងរូបវិទ្យាដោយយើងមិនត្រឹមតែបំបែកមេរៀនឲ្យទៅជាចំណុចតូចៗដើម្បីជួយសិស្សឲ្យងាយចាប់បានខ្លឹមសារងាយយល់បានស៊ីជម្រៅហើយអាចដោះស្រាយលំហាត់បានយ៉ាងត្រឹមត្រូវលំហាត់ដែលសិស្សវឹកហាត់ត្រូវបានចងក្រងឡើងតាមលំដាប់លំដោយតាមកម្រិតនិងល្បឿនសិក្សារបស់សិស្សនីមួយៗដើម្បីជួយបណ្ដុះសមត្ថភាពសិស្សឲ្យប្រសើរឡើងពីមួយកម្រិតទៅមួយកម្រិតយើងក៏បានបញ្ចូលនូវកម្មវិធីសិក្សាបែប Digital សម្រាប់ជួយសិស្សឲ្យងាយយល់ពីមេរៀនចាំបាច់ដូចជាអគ្គិសនីសម្ពាធច្បាប់ញូតុននិងកម្លាំងធនមាត្រក្នុងលំហក៏ដូចជាការគូសខ្សែកោងជាដើមចុះឈ្មោះធ្វើតេស្តកម្រិតសិក្សាលើនេះដើម្បីទទួលបាននូវការបង្វឹកនិងបទពិសោធន៍រៀនបែបថ្មីជាមួយ Feynman Academics សូមគំនិតថាចុះឈ្មោះរៀនឬក៏ចុចប៊ូតុង Send Message សូមអរគុណ